បាទសួស្តីបងប្អូនមិត្តជាជាងអត់ទេបងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញរបៀបបាទជួសជុលម៉ូទ័រកាត់ដែកបាទម៉ាកប៊ូកាម៉ាកប៊ូតាបាទម៉ាកប៊ូតាបាទប៊ូតាយស្រេចយើងអាននេះបាទខ្ញុំមិនច្បាស់អង់គ្លេសទេអធិស្ឋានអញ្ចឹងញៀវគាត់យកមកគាត់ប្រាប់យើងថាវាអត់មានភ្លើងចូលបាទស្ងាត់ទៀតអញ្ចឹងយើងដុតភ្លើងយើងចុចកុងតាក់នៅវាអត់វល់អត់អីអញ្ចឹងបាទអញ្ចឹងរបៀបឆែកឆេររបស់ខ្ញុំបងប្អូនណាបាទទី1បាទបងប្អូនយកខ្សែដុយមកបាទក្បាលដុយរបស់វានេះហើយនាឡិកាអូម៉ែតរបស់យើងនេះគឺយើងកាច់ខ្ទង់អូមមកគុណនឹង10ក៏បានដែរយើងធ្វើតេស្តឲ្យចំ0មកបាទយើងធ្វើតេស្តចំ0យើងមកធ្វើតេស្តយើងសេរីនេះបាទអញ្ចឹងហើយយើងទៅទៀតយើងយកវាស់ចុងដុយនេះបាទចាប់វាជាប់មកហើយយើងច្បាច់បាទឃើញថានាឡិកាយើងអត់ដើរទេពេលដែលយើងច្បាច់កុងតាក់ម៉ូទ័រនេះណាបាទអញ្ចឹងយើងអាចសន្និដ្ឋានថាបាទទី1ជាស្រ័យបងប្អូនដោយសារប្លង់នៃគយន្តអញ្ចឹងយើងបន្តមេរៀនយើងទៀតទី1បាទយើងសន្និដ្ឋានថាខ្សែដាច់បាទប៉ុន្តែខ្សែនេះខ្ញុំពិនិត្យមើលទៅថាវាឃើញថាវាអត់មានបញ្ហាទេខ្សែនេះបាទខ្សែនំមិនល្អទេបាទទី2យើងសន្និដ្ឋានថាខូចកុងតាក់បាទទី3យើងត្រូវសន្និដ្ឋានថាជូងបាទអញ្ចឹងចំណុចដំបូងគេគឺខ្សែបាទខ្សែទី1ទី2កុងតាក់ធម្មតាយើងវាស់អញ្ចឹងគឺយើងពេលយើងច្បាច់កុងតាក់ទៅគឺវាឡើងអូម៉ែតយើងដើរអញ្ចឹងណាបើដើរបានថាច្រន់វានៅល្អបាទប្រព័ន្ធវានៅល្អប៉ុន្តែនេះគឺយើងវាស់ទៅឃើញថាស្ងាត់ទៀតបាទដូច្នេះយើងមកពិនិត្យយើងដោះមើលទាំងអស់គ្នាបាទទី1គឺយើងដោះកន្លែងនេះចៅដៃវានេះបាទបើមើលកុងតាក់តើវាមានបញ្ហាអីអត់បាទទី2បងប្អូនកុំអាលដោះកុងតាក់កុំអាលត្រួតពិនិត្យកុងតាក់យើងធ្វើវិធីងាយៗសិនហើយយើងដោះក្របជូងមើលទៅណាបាទដោះក្របជូងមើលតើជូងវានេះវាមានបញ្ហាអីអត់វាសឹកខ្លីឬយ៉ាងណាបាទប៉ុន្តែដោយសារថាខ្ញុំធ្វើតេស្តកុងតាក់នេះទៅច្បាច់កុងតាក់ទៅវាអត់លឺពេកប៉ក់ដោយកុងតាក់នៅល្អទេបាទអញ្ចឹងបានខ្ញុំសន្និដ្ឋានថាកុងតាក់មុនគេហើយបាទគឺខ្ញុំមានបទពិសោធន៍គឺខ្ញុំដោះចំគោលដៅតែម្ដងបាទគឺខ្ញុំមកឆែកមួយកុងតាក់មុនគេបាទតែជូងវាទៅបីវាសឹកអស់គឺវាងាយអស់លីងទេបាទវាអាចនៅប្រើការបានតិចតួចវាមិនអាចសឹកដាច់បាត់ទេបាទអញ្ចឹងយើងមកពិនិត្យមើលកុងតាក់របស់នេះតើវាមានបញ្ហាអីឥឡូវនេះយើងបានដកចោលចេញបាទអស់ហើយយើងមកដោះមើលបាទដោះមើលត្រួតមើលកុងតាក់អស់គ្នាបាទនេះកុងតាក់របស់វាបាទនេះកុងតាក់បាទធម្មតាកុងតាក់នេះយើងពេលដែលយើងចុចលឺប៉ែតែនេះវាស្ងាត់ទៀតឥឡូវនេះខ្ញុំយកអូម៉ែតមកវាមើលថាតើវាដើរដែរអត់កាច់អូមយើងកាច់ទុំអូមហើយយើងបាទចុចជើងពីរនេះជាប់បាទយើងច្បាច់ចឹងមកបាទច្បាច់ហើយវាមិនដែរបាទអត់ដើរទេបងប្អូនអញ្ចឹងយើងសន្មតថាគួយកុងតាក់នេះហើយបាទ
ចឹងយើងរកកុងតាក់ប៉ះទៅគឺចាប់សពទៅវិញបាទអរគុណបងប្អូនទាំងអស់គ្នាចាំតាមដានវាបន្ត